នៅក្នុងស្នាដៃរាប់មិនអស់ជាច្រើនសតវត្សរ៍ពូជផ្កាផ្សេងៗត្រូវបានបង្កើតឡើងពីផ្កាកាមេលីយ៉ាប៉ូនីកាដែលជាពូជរបស់ជនជាតិដើមភាគតិចជប៉ុនពូជផ្កាជាច្រើនត្រូវបានបង្កើតឡើងដោយសារតែអ្នកគ្រប់គ្រងប្រទេសជប៉ុនកាលពីប្រហែល400ឆ្នាំមុនគឺជាអ្នកចូលចិត្តផ្កាកាមេលីចាប់តាំងពីពេលនោះមកផ្កានេះទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយនៅបរទេសហើយឥឡូវនេះមានការចូលចិត្តនៅជុំវិញពិភពលោកសពថ្ងៃនេះមានពូជផ្កាជាងរាប់ម៉ឺនប្រភេទនៅទូទាំងពិភពលោកកោះអ៊ីស៊ូអូស៊ីម៉ាឬជាកោះផ្កាកាមេលីគេអាចទៅដល់ទីនោះបានដោយប្រើពេលតិចជាង30នាទីពីពលានយន្តហោះមួយនៅជាទីក្រុងតូក្យូចាប់ពីខែកុម្ភៈជារៀងរាល់ឆ្នាំមានដើមផ្កាកាមេលីជាង3លានដើមកំពុងរីកស្គុះស្គាយនៅលើកោះនេះនៅលើពិភពលោកមានសួនផ្កាកាមេលីថ្នាក់អន្តរជាតិប្រហែល50ហើយក្នុងចំណោមនោះមានចំនួន3ស្ថិតនៅលើកោះអ៊ីស៊ូអូស៊ីម៉ាមួយក្នុងចំណោមនោះគឺជាសួនស៊ូបាគីហាណាអ្នកគ្រប់គ្រងសួនលោកយ៉ាម៉ាស៊ីតាតាកាស៊ីបានបង្កើតសួននេះដោយម្នាក់ឯងហើយបានដាំដើមផ្កាកាមេលីចំនួន2000ដើមយើងបំពត់ដោយសមុទ្រដូច្នេះខ្យល់បក់ខ្លាំងហើយដើមផ្កាកាមេលីគឺត្រូវបានគេដាំជារបាំងខ្យល់ការពារផ្ទះសូម្បីតែនៅពេលដើមឈើផ្សេងទៀតត្រូវបានគេកាប់ចេញក៏គេទុកដើមផ្កាកាមេលីនេះដែរអរិយាពេលជាយូរមកហើយនៅទីបំផុតគឺកោះអ៊ីសូអូស៊ីម៉ាបានក្លាយទៅជាកោះផ្កាកាមេលីគ្រាប់ផ្កាកាមេលីផលិតប្រេងដែលមានគុណភាពខ្ពស់ចាប់តាំងពីសម័យបុរាណមកវាត្រូវបានគេប្រើយ៉ាងទូលំទូលាយធ្វើជាផលិតផលថែរក្សាសក់ដែលផ្ដល់សំណើមក្នុងបរិវេណវិទ្យាល័យអូស៊ីម៉ាក៏ត្រូវបានកំណត់ជាសួនផ្កាកាមេលីអន្តរជាតិនៃឧត្តមភាពមានផ្កាកាមេលីដាំដុះនៅទីនេះរយៈពេលប្រហែល50ឆ្នាំហើយពូជជិត400ប្រភេទអាចមើលឃើញនៅថ្ងៃនេះផ្កាកាមេលីដែលខ្ញុំចូលចិត្តជាងគេគឺអេហ្គោកូរីណៃវាគឺជាផ្កាកាមេលីដ៏ធំបំផុតនៅក្នុងសួនច្បារនេះហើយផ្ការបស់វាគឺពិតជាស្រស់ស្អាតណាស់សាលារបស់យើងត្រូវបានជ្រើសរើសជាទីតាំងមានសួនផ្កាកាមេលីអន្តរជាតិហើយខ្ញុំសង្ឃឹមថាយើងអាចផ្ទេរសួនច្បារនេះទៅកាន់មនុស្សជំនាន់ក្រោយផ្កាកាមេលីដែលមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅនិងត្រូវបានស្រឡាញ់ដោយប្រជាជនជប៉ុនភាពស្រស់ស្អាតរបស់វាត្រូវបានត្បាញចូលក្នុងទំព័រជីវិតរបស់ពួកគាត់កូសេនគឺជាមហាវិទ្យាល័យបច្ចេកទេសវាគឺជាប្រភេទស្ថាប័នអប់រំជប៉ុនដែលមានភាពពិសេសប្លែកដែលផ្ដោតចំពោះការបណ្ដុះបណ្ដាលវិស្វករតាមរយៈការបណ្ដុះបណ្ដាលជាក់ស្ដែងសិស្សអាចមានជំនាញលើអ្វីគ្រប់យ៉ាងចេញពីទ្រឹស្ដីរហូតដល់ការអនុវត្តនៅក្នុងប្រព័ន្ធអប់រំស្តង់ដារជប៉ុនសិស្សរៀននៅអនុវិទ្យាល័យប្រើពេល3ឆ្នាំរៀននៅវិទ្យាល័យប្រើពេល3ឆ្នាំហើយបន្តចូលរៀននៅសាកលវិទ្យាល័យបន្ទាប់ពីវគ្គសិក្សាសិល្បៈទូទៅរយៈពេល2ឆ្នាំចុងក្រោយសិស្សអាចចូលរៀនជំនាញពិសេសនៅអាយុ20ឆ្នាំនៅសាលាកូសិនសិស្សចំណាយពេល5ឆ្នាំដើម្បីកសាងមូលដ្ឋានគ្រឹះក្នុងទ្រឹស្ដីវិស្វកម្មនិងការអនុវត្តផ្ទាល់សាលាកូសិនត្រូវបានបង្កើតឡើងទូទាំងប្រទេសដែលពេញនិយមដោយយុវជនដែលចង់ក្លាយជាវិស្វករខ្ញុំគិតថាវាជាការប្រសើរក្នុងការចុះឈ្មោះនៅសាលាកូសិនព្រោះខ្ញុំអាចទទួលបានជំនាញឯកទេសបានលឿននេះជាសាលាតូក្យូកូសិននិស្សិតរូបនេះកំពុងស្រាវជ្រាវកម្មវិធីថ្មីសម្រាប់រ៉ូបូតដៃពីរគោលដៅនោះគឺដើម្បីហាត់ឲ្យស្ទាត់ជំនាញនៃការបញ្ចូលខ្សែការស្រាវជ្រាវលើវត្ថុដែលខូចទ្រង់ទ្រាយនៅតែជាប្រធានបទដ៏លំបាកមួយក្នុងពិភពលោកនិស្សិតទទួលយកបញ្ហាប្រឈមសម្រាប់ការអនុវត្តជាក់ស្ដែងដែលពួកគេចូលរួមក្នុងការប្រកួតប្រជែងរ៉ូបូតប្រចាំឆ្នាំឧបសគ្គនាពេលនេះគឺជាការកសាងទ្វារមួយដោយការដាក់ប្រអប់គោលលើគ្នាដោយប្រើ Ashura ជារ៉ូបូតដៃពីរRobot Ashura មានដៃវែងដែលបំពាក់ដោយអបង្វិលចំនួន6ស្រដៀងទៅនឹងដៃរបស់មនុស្សដែលអាចឲ្យវាកាន់វត្ថុដោយមានភាពប៉ិនប្រសប់សមិទ្ធផលរបស់ពួកគាត់គឺពួកគាត់ទទួលបានពានរង្វាន់បច្ចេកទេសនិងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតប្រជែងថ្នាក់ជាតិនៅឆ្នាំ2025
និស្សិតនៅសាលា Tokyo Gosen កំពុងជំរុញការស្រាវជ្រាវថ្មីៗនេះគឺជាប្រព័ន្ធបច្ចេកវិទ្យា VR ត្រូវបានបង្កើតឡើងក្នុងឆ្នាំ2018ដោយនិស្សិតសាលានេះតាមរយៈការបញ្ចូលវីដេអូ360ដឺក្រេសំឡេងនិងចលនាបច្ចេកវិទ្យានេះអនុញ្ញាតឲ្យយើងទទួលបានបទពិសោធន៍ដូចថាខ្លួនឯងនៅទីនោះអញ្ចឹងឥឡូវនេះពួកគាត់កំពុងអភិវឌ្ឍប្រព័ន្ធនេះដើម្បីបញ្ជាម៉ាស៊ីនធ្ងន់ៗដែលមានទីតាំងនៅចម្ងាយឆ្ងាយកាមេរ៉ានិងឧបករណ៍ចាប់សញ្ញានៅលើគ្រឿងចក្រនេះបានរកឃើញពីភាពលំអៀងនិងរំញ័រទិន្នន័យនានាត្រូវបានបញ្ជូនទៅកាន់អ្នកបញ្ជាកៅអីបញ្ជាផ្អៀងដូចគ្នាទៅនឹងមុំដែលគ្រឿងចក្រនោះផ្អៀងដែរដៃកាយដែលបុកដីក៏ត្រូវបានបញ្ជូនទិន្នន័យមកកាន់អ្នកបញ្ជាដែរនេះអនុញ្ញាតឲ្យអ្នកបញ្ជាទទួលបានការយល់ដឹងកាន់តែត្រឹមត្រូវអំពីស្ថានភាពនៅការដ្ឋានយើងកំពុងតែបង្កើតប្រព័ន្ធសម្រាប់ការបញ្ជាពីចម្ងាយឆ្ងាយនៃគ្រឿងចក្រធុនធ្ងន់នៅកន្លែងដែលគ្រោះថ្នាក់និងគ្រោះមហន្តរាយមានវិស្វករជាច្រើនបានអភិវឌ្ឍខ្លួនលើសចេញពីសាលា Gosen លោក Iguchi Yosuke បានបញ្ចប់ការសិក្សាពីសាលា Tokyo Gosen គាត់បានបង្កើតរទេះរុញដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ផ្លាស់ប្ដូរពីការអង្គុយមកជាឈរវាពិតជាអស្ចារ្យណាស់ដែលខ្ញុំអាចស្វែងយល់បន្ថែមពីអ្វីដែលខ្ញុំចង់ដឹងចំនួនសិស្សនិស្សិតអន្តរជាតិកំពុងមានការកើនឡើងហើយកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតមហាវិទ្យាល័យបច្ចេកទេសបែបជប៉ុនកំពុងរីកចម្រើននៅក្នុងប្រទេសដូចជាម៉ុងហ្គូលីនិងប្រទេសថៃយុវជនដែលត្រូវបានបណ្ដុះបណ្ដាលនៅសាលា Gosen កំពុងបង្កើតអនាគតរបស់ប្រទេសជប៉ុនមនុស្សលងស្នេហ៍នឹងគ្រាប់ពេជ្រវាជាប្រភេទរ៉ែដែលបង្កើតឡើងនៅពេលដែលកាបូនគ្រីស្តាល់កប់ជ្រៅក្នុងផែនដីប៉ុន្តែមានបញ្ហាកើតឡើងជាច្រើនដូចជាការបំផ្លាញបរិស្ថាននិងបញ្ហាពលកម្មដែលជាប់ទាក់ទងនឹងការជីកយករ៉ែពេជ្រផ្ទុយពីនេះពេជ្រសំយោគកំពុងទាញការចាប់អារម្មណ៍នៅទសវត្សរ៍ឆ្នាំ80ជប៉ុនបានក្លាយជាប្រទេសដំបូងគេលើពិភពលោកដែលទទួលបានជោគជ័យក្នុងការផលិតពេជ្រសំយោគដោយប្រើប្រាស់បច្ចេកវិទ្យាមួយមានឈ្មោះថា Chemical Vapor Deposition ការអភិវឌ្ឍបច្ចេកវិទ្យាបានឈានទៅការបង្កើតបានជាពេជ្រសំយោគធំៗដែលមានភាពបរិសុទ្ធខ្ពស់ក្រុមហ៊ុននេះមានទីតាំងនៅទីក្រុងតូក្យូថ្មីនេះបានអនុវត្តបច្ចេកវិទ្យា CVD ក្នុងឧស្សាហកម្មពេជ្ររបស់ខ្លួននិងទៅកាន់ការផលិតគ្រឿងអលង្ការផ្សេងទៀតផងដែរឧស្ម័នដែលមានកាបូនិកត្រូវបានគេដុតកម្ដៅនិងប៉ះចូលម៉ាស៊ីនកម្ដៅក្នុងបរិយាកាសស្ទើរតែគ្មានខ្យល់ដើម្បីបង្កើតជាផ្លាស្មាដែលឈានឲ្យគ្រីស្តាល់ពេជ្រផុសចេញឡើងដោយសារពេជ្រសំយោគមិនតម្រូវឲ្យមានការជីកយករ៉ែដូច្នេះវាមានផលប៉ះពាល់ទាបណាស់ទៅលើបរិស្ថាននិងប្រព័ន្ធអេកូឡូស៊ីធម្មជាតិហេតុនេះហើយវាជាមធ្យោបាយមួយដើម្បីជួយការពារបរិស្ថានពិភពលោកខ្ញុំជឿជាក់ថាពេជ្រសំយោគពិតជាអស្ចារ្យណាស់តម្លៃរបស់ពេជ្រសំយោគគឺប្រហែល 1/4 នៃតម្លៃពេជ្រធម្មជាតិវាត្រូវបានបញ្ជាក់ថាជាពេជ្រពិតប្រាកដដោយស្ថាប័នវិតម្លៃអន្តរជាតិពេជ្រសំយោគដែលផលិតដោយវិធីសាស្ត្រ CVD កំពុងវិវត្តចូលវិស័យថ្មីផងដែរក្រុមហ៊ុននេះផលិត Semiconductor ដោយប្រើពេជ្រសំយោគបើធៀបទៅនឹង Semiconductor ធម្មតាវាមានភាពធន់ទៅនឹងសីតុណ្ហភាពខ្ពស់និងវិទ្យុសកម្មដែលធ្វើឲ្យវាសមស្របសម្រាប់ឧបករណ៍ដែលប្រើក្នុងបរិយាកាសមិនអំណោយផលក្រុមហ៊ុននេះត្រូវបានបង្កើតឡើងជាមួយនឹងគោលដៅរោងចក្រថាមពលនុយក្លេអ៊ែរនៅ Fukushima ដែលបានរងគ្រោះថ្នាក់នៃការលេចធ្លាយពីថាមពលនុយក្លេអ៊ែរតាមរយៈកិច្ចសហការពួកគាត់កំពុងដោះស្រាយបញ្ហាប្រឈមនានាគ្រោះមហន្តរាយរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima បានបង្កើតនូវស្ថានភាពមួយដែលឧបករណ៍អេឡិចត្រូនិកនៅខាងក្នុងគឺត្រូវបានខូចខាត Semiconductor ពេជ្រមានលក្ខណៈមិនអាចបំផ្លាញបានដូច្នេះយើងបានសម្រេចចិត្តអភិវឌ្ឍអាចប្រើប្រាស់បាននៅទីនោះ Semiconductor ពេជ្រត្រូវបានចាត់ទុកជាប្រភេទ Semiconductor ទំនើបចុងក្រោយ
វាក៏ត្រូវបានគេរំពឹងថានឹងត្រូវបានប្រើប្រាស់ក្នុងហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនងជំនាន់ក្រោយនិងក្នុងលំហហើយរោងចក្រផលិត Semiconductor ពេជ្រទ្រង់ទ្រាយធំដំបូងគេរបស់ពិភពលោកគ្រោងនឹងមាននៅ Fukushima ក្នុងឆ្នាំ2026បន្ទាប់ពីយកឈ្នះទៅលើការរុះរើយើងត្រូវតែបន្តទៅដំណាក់កាលដ៏សំខាន់នៅក្នុងការដាក់ពេជ្រឲ្យប្រើប្រាស់ជាក់ស្ដែងវាគឺជាផ្លូវដែលយើងគួរតែដើរនៅក្នុងនាមជាមនុស្សចាប់ពីគ្រឿងអលង្ការដែលមិនប៉ះពាល់បរិស្ថានរហូតដល់បច្ចេកវិទ្យាជំនាន់ក្រោយជប៉ុនកំពុងដឹកនាំដោះស្រាយបញ្ហាប្រឈមនៃការប្រើប្រាស់ពេជ្រសំយោគទីក្រុង Nagasaki ស្ថិតលើកោះ Kyushu ភាគនិរតីប្រទេសជប៉ុនកាលពីសតវត្សទី17ដល់ទី19វាជាទីក្រុងតែមួយគត់ដែលត្រូវបានអនុញ្ញាតឲ្យធ្វើពាណិជ្ជកម្មជាមួយបរទេសទេសភាពទីក្រុង Nagasaki ដ៏ប្លែកពីគេមានអគារគ្រីស្ទានចំណាស់ជាងគេបំផុតនៅក្នុងប្រទេសនិងផ្ទះបែបលោកខាងលិចដែលពាណិជ្ជករធ្លាប់រស់នៅហើយទីក្រុងនេះមានភាពតាក់ទាញមួយទៀតគឺជាទេសភាពពេលយប់ភ្លឺចិញ្ចែកចិញ្ចាំងក្រោយថ្ងៃលិចដោយអំណោយផលពីភ្នំនៅភាគឦសានពន្លឺភ្លឺពីទីក្រុងបានលេចចេញមកនេះជាទិដ្ឋភាពនៅពេលយប់ជិតកំពង់ផែដែលមើលឃើញចេញពីភ្នំភាគអាគ្នេយ៍ដោយត្រូវបានចាត់ទុកជាទិដ្ឋភាពដ៏ស្រស់ស្អាតនាពេលរាត្រីទិដ្ឋភាពបែប Panoramic ដ៏អស្ចារ្យនៃទីក្រុង Nagasaki បានទាក់ទាញភ្ញៀវទេសចរជាច្រើនជារៀងរាល់ថ្ងៃខ្ញុំមកទីក្រុងញូវយ៉កសហរដ្ឋអាមេរិកមូលហេតុដែលខ្ញុំមកទីនេះគឺដើម្បីទស្សនាទិដ្ឋភាពពេលរាត្រីដ៏ល្បីល្បាញនិងស្រស់ស្អាតបំផុតមួយរបស់ពិភពលោកដូច្នេះខ្ញុំពិតជារីករាយដែលបានមកទីនេះពួកយើងគិតថាវាស្រស់ស្អាតភ្លឺចែងចាំងដូចត្បូងមនុស្សជាច្រើនចូលចិត្តទិដ្ឋភាពនៅពេលយប់នេះជាលទ្ធផលមកពីការរៀបចំទីក្រុងដោយមន្ត្រីទីក្រុងនិងពលរដ្ឋកាលពីប្រហែល10ឆ្នាំមុនលោក Hirayama Hirotaka ជាមន្ត្រីម្នាក់ទទួលបន្ទុកនាពេលនោះយើងចង់កែលម្អភ្លើងបំភ្លឺទូទៅរបស់ទីក្រុងមិនមែនគ្រាន់តែជាការបំភ្លឺដែលមើលឃើញពីភ្នំនោះទេអ្វីដែលយើងផ្ដល់អាទិភាពគឺជីវិតរបស់ប្រជាពលរដ្ឋក្នុងគោលបំណងបង្កើតទេសភាពពេលរាត្រីដ៏ស្រស់ស្អាតពួកគាត់បានដើរតាមដងផ្លូវជាមួយប្រជាពលរដ្ឋដើម្បីពិនិត្យមើលពន្លឺនិងភ្លើងពណ៌លោក Kirino Koichi ជាអ្នកចូលរួមម្នាក់ដែរអំពូលភ្លើងតាមដងផ្លូវគឺខ្វះសោភ័ណភាពក្នុងនាមជាទីក្រុងមួយវាគឺជាការប្រសើរនៅក្នុងការធ្វើឲ្យមានទម្រង់តែមួយជាជាងពន្លឺភ្លើងដែលមិនមានសណ្ដាប់ធ្នាប់ភ្លើងពណ៌ទឹកក្រូចដ៏ភ្លឺចិញ្ចែកចិញ្ចាំងនៃជម្រាលប្រវត្តិសាស្ត្រនេះត្រូវបានបន្ទន់អារម្មណ៍ដោយមានការបំពាក់ភ្លើងពណ៌នៅលើបង្កាន់ដៃជម្រាលក្បែរនោះក៏មានភាពស្រទន់ដូចគ្នាហើយបង្កើតបានជាទេសភាពតែមួយវិហារនេះជានិមិត្តរូបដ៏ល្បីល្បាញរបស់ទីក្រុងធ្លាប់ត្រូវបានបំភ្លឺភ្លើងពណ៌បែបសាមញ្ញប៉ុន្តែឥឡូវនេះវាត្រូវបានផ្លាស់ប្ដូរដោយប្រើពន្លឺស្រាលស្រទន់ភ្លើងពណ៌និងការរចនានាំមកនូវអារម្មណ៍មួយបែបរបស់ទីក្រុងពន្លឺភ្លើងទំនើបថ្មីរបស់ទីក្រុង Nagasaki បានជំរុញឲ្យមនុស្សដើរលេងនៅពេលយប់ដ៏រីករាយវាងាយស្រួលក្នុងការដើរលេងពេលយប់ភ្លើងមិនភ្លឺពេកឬងងឹតពេកទេហើយឥឡូវនេះវាល្អហើយក្រៅពីផ្ដល់ភាពរីករាយដល់អ្នករស់នៅភ្លើងបំភ្លឺក៏ស្វាគមន៍ភ្ញៀវទេសចរផងដែរក្នុងនាមជាទីក្រុងដែលទទួលបានការស្រឡាញ់ចំពោះភាពស្រស់ស្អាតនាពេលរាត្រីទីក្រុង Nagasaki ប្រកាសជានឹងបន្តបញ្ចេញពន្លឺយ៉ាងភ្លឺតទៅមុខទៀត